សម្រាប់បងដែលកំពុងតែស្រឡាញ់មើលរថយន្តប្រភេទលក្ខណៈ Land EV ហើយចង់បានតម្លៃថា 10000 ជាងអីបងអាចសាកមកមើលប្រភេទរថយន្ត Geely Xiaomi នេះបានណាបងតែต้องមួយតម្លៃរបស់វាគឺតាម 10000 ជាងឯប្រភេទនេះហើយឥឡូវនេះខាង LB Auto ពួកខ្ញុំយើងកំពុងតែមាន promotion ចុងឆ្នាំណាបងថា promotion ដាច់ឆ្នាំយើងធ្វើការបញ្ចុះតម្លៃ $1000 បន្ថែមពីលើហ្នឹងទៀតបងហើយទៅមួយរថយន្ត Geely Xiaomi នេះគឺយើងមានពីរពណ៌នៅក្នុង stock ចាយើងមានពណ៌ផ្កាឈូកដ៏ស្រស់ស្អាតខ្ជូតនេះមួយជាមួយនឹងពណ៌សមួយទៀតអញ្ចឹងឥឡូវនេះខ្ញុំសូមបង្ហាញបងទាំងអស់គ្នាឲ្យបានឃើញពណ៌ផ្កាឈូកនេះសិនហើយដល់ជាមួយនឹងផ្នែកខាងមុខរបស់វាគឺយើងប្រើប្រភេទពណ៌ចង្គៀងគុជអមជាមួយនឹង LED មួយខ្សែរាងលក្ខណៈជាអក្សរ C ណាបងហើយដល់ជាមួយនឹងយ៉ាន់កង់របស់គេគឺទំហំ16អ៊ីងបងចាអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញបងទាំងអស់គ្នាបានឃើញណាបងចានេះគឺស្រស់ស្អាតមែនតើចាស័ក្តិសមជាមួយនឹងទូកឡានរបស់យើងខ្លាំងហ្មងអញ្ចឹងតកតងជាមួយនឹងរថយន្តនេះគឺយើងមាននៅក្នុងស្រុកស្រាប់បងអញ្ចឹងបងបើសិនជាចង់ពិចារណាអីបងអាចចេញមកមើលបាននៅខាងក្រាស់ LB Auto ខាងពួកខ្ញុំបងបើសិនជានិយាយពី driving range របស់ប្រភេទ Geely Xiaomi នេះហ่าបងគឺបងអាចរត់បានរហូតដល់310គីឡូម៉ែត្រទៅវាអត់ស្មោបងហើយតកតងជាមួយនឹងល្បឿនរបស់វាវិញហ្នឹងគឺបងអាចរត់បានរហូតដល់125គីឡូម៉ែត្រក្នុង1ម៉ោងបងហើយបើនិយាយពីតកតងជាមួយនឹងកម្លាំងរមូលវិញគឺ130និវ៉ែត្រចាបើសិនជាសួរថាតើសាកថ្មត្រូវការប្រើរយៈពេលយូរប៉ុណ្ណាគឺយើងមានពីរបងយើងមាន fast charge ជាមួយនឹង slow charge តកតងមួយ fast charge គឺបងអាចសាកចាប់ពី 30% ឡើងទៅដល់ 80% នៅក្នុង21នាទីបងហើយបើ slow charge វិញគឺត្រូវការរយៈពេល5ម៉ោងក្នុងការសាកថ្មណាបងគត់ក្រោយនេះបិទបើកអូតូទៀតបងចាំមើលខ្ញុំបង្ហាញពី space ខាងក្រោយនេះវិញម្ដងណាវាមិនធំពេកក៏វាមិនតូចពេកដែរវាមិនល្មមអាចទុកអីវ៉ាន់នេះបានច្រើនគួរសមដែរបងតែអីដែលសំខាន់ហ្នឹងគឺមានបិទបើកអូតូខាងក្រោយបងចាដូចខ្ញុំបង្ហាញក្នុងវីដេអូនេះចឹងបងប្រភេទរថយន្ត Xiaomi នេះមើលខាងក្រៅឃើញតូចមួយកណ្ដោយបងប៉ុន្តែនៅពេលដែលបងចូលមកដល់ខាងក្នុងគឺវាមានសភាពធំទលាយល្មមបងហើយបើសិនជានិយាយពីពងសុវត្ថិភាពចំពោះរថយន្តនេះគឺមានទាំងអស់6គ្រាប់បងមាន sensor 3គ្រាប់នៅខាងក្រោយងាយស្រួលក្នុងការចូលចតហើយតទៅជាមួយនឹង speaker វិញគឺយើងមានរហូតដល់4គ្រាប់បងយើងប្រើប្រភេទពួក standard ទេបងដែលគេហៅថា entry level បងប្រភេទនេះណាផ្នែកខាងក្នុងនេះគឺយើងភ្ជាប់មកជាមួយនឹងកញ្ចក់បិទបើកអូតូបងហើយបើយើងកន្លែងមកមើលពី screen digital នៅខាងមុខនេះវិញម្ដង screen នេះគឺគេប្រើប្រភេទ LCD digital ដែលមានទំហំ 8.8 អ៊ីងបងហើយបើនិយាយពីចង្កូតរបស់គេវិញនេះគឺមានភាពងាយស្រួលក្នុងការបត់បែនហើយវាស្រាលបើនិយាយពីរូបរាងវិញគឺវាស្និទ្ធដៃកាន់ទៅវាស្និទ្ធដៃបងហើយតកតងជាមួយនឹងការបត់បែននេះវិញគឺវាធូរបងប្រភេទចង្កូតនេះណាបើចំពោះ center screen នៅកណ្ដាលនេះវិញគឺទំហំរបស់វា 10.1 អ៊ីងបងហើយងាយស្រួលក្នុងការ scroll មែនតើចាអត់តាក់អីបងប្រភេទនេះណាហើយយើងមាន function នៅខាងក្នុងនឹងច្រើនហើយមួយវិញទៀតបងតកតងជាមួយរថយន្តនេះគឺយើងបំពាក់ជាមួយនឹងកាមេរ៉ា360អញ្ចឹងនៅពេលដែលបងចង់ view វាគឺបងចុចកន្លែង360មិញហ្នឹងទៅចាគេមានខាងមុខខាងក្រោយអីចឹងទៅហើយតកតងជាមួយនឹងមើលជុំវិញឡានគឺបងអាចថែកនៅកន្លែងនេះបានណាបងចាឥឡូវយើងកន្លែងមកមើលផ្នែកខាងក្រោយវិញម្ដងបងតកតងជាមួយនឹងផ្នែកខាងក្រោយនេះគឺបីជាឡាននេះជាតួលក្ខណៈ SUV ខ្នាតតូចមួយកណ្ដោយប៉ុន្តែផ្នែកខាងក្រោយគឺមានសភាពទលាយហើយក្នុងការអង្គុយអីគឺមិនចុកចកចុកខ្នងអីបងដូចបងបានឃើញជាក់ស្ដែងអញ្ចឹងក៏អីរបស់គេធ្វើរចនាបែបទំរេតទៅខាងក្រោយអញ្ចឹងមិនអង្គុយយូរក៏មិនឈឺខ្នងជាចកអីដែរសូម្បីតែក្រុមការងាររបស់ខ្ញុំគាត់1ម៉ែត្រ7ជាងប៉ុន្តែការអង្គុយរបស់គាត់គឺអត់ទៅដបូលលើហើយក៏ការដាក់ជើងក៏បានវែងដែរបងចាអាចមើលក្នុងវីដេអូនេះបានបងអញ្ចឹងបើសិនជាបងមានចំណាប់អារម្មណ៍ចង់ចេញមកមើលឡាននៅខាងក្រៅជាក់ស្ដែងឬមួយក៏សាកសួរតាក់ទងមួយព័ត៌មានបងរំលោះអីកុំភ្លេចតាក់ទងមកតាមរយៈលេខទូរស័ព្ទខាងក្រោមនេះបានណាអរគុណច្រើនបាយ